ព្រះសទ្ធំជាស្គរជ័យព្រះវេណីជារឿងធំព្រះសូត្រជាខ្សែរំព្រះអភិធម្មជាស្បែកដាស់អរិយសច្ចជាអន្លោសម្រាប់ទូឲ្យលឺច្បាស់សត្វលោកងប់ងុយណាស់លើស្គរដាស់ក្រោកឡើងបានបរិស័ទបួនចំពោកដោយការឈូកក្នុងចលដ្ឋានខ្លាំងហងចាំសូរឆានរះនឹងរេដោយរាំងស្មៃព្រះធម៌ជាសូសារាំងឡើងចាញ់ចាំងរាំងស្មៃបំភ្លឺលោកទាំងបីឲ្យយល់ផ្លូវឋានសុខខាហេតុនោះឥឡូវនេះយើងខ្ញុំនេះសាទរក្រៃបបិទ្ធព្រះគុណថ្លៃសូមនិមន្តប្រោទេសនាអនុមោទនីសាធុ